ជំរាបសួរអ្នកទាំងអស់គ្នាអាញ៉ុងហាសេយរ៉ូបុននៅក្នុងវីដេអូនេះដែរពួកយើងនឹងរៀនអំពីការដោះស្រាយលំហាត់ដែលមាននៅក្នុង EKI ការអាននៃមេរៀនទី3ដែលបានដកស្រង់ចេញពីសៀវភៅពុម្ព EVS Topic ភាគ1ចំនួនថ្មីទំព័រទី78ទាំងអស់គ្នាតដើម្បីកុំឲ្យខាតពេលយូរយើងចូលមកដល់ការណែនាំនៃការដោះស្រាយលំហាត់ទាំងអស់គ្នាដែលកន្លែងនេះគេសរសេរថា Ibon 다음 내용과 관계 있는 그림을 고르십시오. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាពាក្យថាថាគឺមានន័យថាបន្ទាប់ប៉ុន្តែកន្លែងនេះគឺយើងបកប្រែថាខាងក្រោមនេយងគឺមានន័យថាខ្លឹមសារខ្វល់កន្លែងនេះគឺមានន័យថាជាមួយនឹងខ្វាងហ្គេនឹងគឺមានន័យថាដែលមានទំនាក់ទំនងគឺរីមគឺមានន័យថារូបភាពថានេយងខ្វាងហ្គេនឹងគឺរីមគឺមានន័យថារូបភាពដែលមានទំនាក់ទំនងជាមួយគ្នានឹងខ្លឹមសារខាងក្រោមហើយកន្លែងនេះជាបរិបទស័ព្ទមិនអាចបកប្រែបានទេ Coruscatio គឺមានន័យថាចូលជ្រើសរើសដូចនេះនាំឲ្យប្រយោគពេញលេញនៃការណែនាំថានេយងខ្វាងហ្គេនឹងគឺរីម Coruscatio គឺមានន័យថាចូលជ្រើសរើសរូបភាពដែលមានទំនាក់ទំនងជាមួយគ្នានឹងខ្លឹមសារខាងក្រោមចាអ្នកទាំងអស់គ្នានៅក្នុងលំហាត់នេះដែរដើម្បីដោះស្រាយលំហាត់ឲ្យបានត្រឹមត្រូវជាដំបូងអ្នកទាំងអស់គ្នាត្រូវយល់អំពីអត្ថន័យដែលមាននៅក្នុងប្រអប់ជាមួយនឹងអត្ថន័យនៃរូបភាពនីមួយៗជាភាសាកូរ៉េតោះចំពោះកន្លែងនេះគេសរសេរយ៉ាងដូចម្តេចអ្នកទាំងអស់គ្នាចាគឺគេសរសេរថា의자가 입니다ពាក្យថា의자គឺមានន័យយ៉ាងដូចម្តេចអ្នកទាំងអស់គ្នាចាគឺមានន័យថាកៅអី Imnida គឺមានន័យថាគឺជា의자 Imnida គឺមានន័យថាគឺជាកៅអីអញ្ចឹងគ្រាន់តែពួកយើងដឹងអំពីអត្ថន័យនៃប្រយោគនៅក្នុងប្រអប់រួចមកហើយយើងអាចដឹងថាចម្លើយដែលត្រឹមត្រូវគឺជាចម្លើយណាហើយត្រូវអត់ចាតោះឥឡូវយើងមកយល់អំពីអត្ថន័យនៃចម្លើយជ្រើសរើសនីមួយៗវិញម្ដងដែលចម្លើយជ្រើសរើសលេខ1នេះយើងឃើញថារូបភាពនេះគឺជាកៅអីចឹងលេខ1ហ្នឹងគឺជាចម្លើយដែលត្រឹមត្រូវហើយប៉ុន្តែយើងមករៀនអំពីអត្ថន័យវិញចំពោះកៅអីជាភាសាកូរ៉េគឺអ៊ុយចាហើយរូបភាពទី2គឺជាអីគេអ្នកទាំងអស់គ្នាចាគឺជាតុកជាភាសាកូរ៉េគឺអីគេអ្នកទាំងអស់គ្នាចាគឺជាឆេកសាំងដែលឆេកសាំងនេះដែរគឺសំដៅទៅលើតុដែលមានថតត្រូវអត់ចាចំពោះរូបភាពទី3គឺអីគេអ្នកទាំងអស់គ្នាក្រែជាភាសាកូរ៉េគឺ chimde ចំណែកឯរូបភាពទី4គឺអីគេដែរចាគឺជាទូខោអាវជាភាសាកូរ៉េគឺអូតចាងត្រូវអត់អញ្ចឹងអ្នកទាំងអស់គ្នាដោយសារតែពួកយើងបានយល់អំពីអត្ថន័យនៃរូបភាពនីមួយៗរួចមកហើយពួកយើងក៏បានយល់អំពីអត្ថន័យនៃប្រយោគដែលនៅក្នុងប្រអប់ដូចនេះចំពោះចម្លើយដែលត្រឹមត្រូវដូចទៅនឹងអត្ថន័យដែលមាននៅក្នុងប្រអប់គឺចម្លើយលេខ1តោះបន្តមកទៀតយើងចូលមកដល់លំហាត់លេខ2ដែលលំហាត់លេខ2នេះដែរការណែនាំនៅក្នុងការដោះស្រាយគេសរសេរថា 2번 다음 단어와 관계 있는 것은 무엇입니까? 더សូមអ្នកទាំងអស់គ្នាអាន1 2 3ចាពាក្យថានៅក្នុងការដោះស្រាយលំហាត់គឺមានន័យថាខាងក្រោមឋានៈគឺមានន័យថាពាក្យវ៉ាគឺមានន័យថាជាមួយគ្នានឹងខ្វាងហ្គេនឹងគឺមានន័យថាដែលមានទំនាក់ទំនងGod គឺមានន័យថាអ្វីប៉ុន្តែនៅកន្លែងនេះយើងបកប្រែថាចម្លើយហើយបន្តមកទៀតគឺជាបរិវារស័ព្ទដែលមិនអាចបកប្រែបានទេគេដាក់វានៅពីក្រោយនាមដើម្បីបង្ហាញថានាមនោះគឺជាប្រធានថាឋានៈវ៉ាខ្វាងហ្គេនឹងGod គឺមានន័យថាចម្លើយដែលមានទំនាក់ទំនងជាមួយគ្នានឹងពាក្យខាងក្រោមហើយបន្តមកទៀតmuot គឺមានន័យថាអ្វីImnika គឺមានន័យថាគឺជាដែលគេប្រើប្រាស់វានៅក្នុងប្រយោគសំណួរ Muashimnika គឺមានន័យថាតើគឺជាអ្វីនាំឲ្យប្រយោគពេញលេញ다음 단어와 관계 있는 것은 무엇입니까? គឺមានន័យថាតើចម្លើយអ្វីដែលមានទំនាក់ទំនងជាមួយគ្នានឹងពាក្យខាងក្រោមតោះអ្នកទាំងអស់គ្នាដើម្បីដោះស្រាយលំហាត់នេះឲ្យបានត្រឹមត្រូវជាដំបូងអ្នកទាំងអស់គ្នាត្រូវយល់អំពីអត្ថន័យនៃពាក្យដែលមាននៅក្នុងប្រអប់បន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវយល់អំពីអត្ថន័យនៃចម្លើយជ្រើសរើសនីមួយៗតោះ
ចំពោះពាក្យដែលមាននៅក្នុងប្រអប់ពាក្យនេះគេសរសេរយ៉ាងដូចម្ដេចអ្នកទាំងអស់គ្នាចាគឺគេសរសេរថា sofa ពាក្យថា sofa គឺមានន័យយ៉ាងដូចម្ដេចអ្នកទាំងអស់គ្នាចាគឺមានន័យថាសាឡុងគឺជាប្រភេទអីដែរអ្នកទាំងអស់គ្នាចាសាឡុងគឺជាប្រភេទគ្រឿងសង្ហារឹមតោះឥឡូវយើងមកមើលចំពោះចម្លើយជ្រើសរើសនីមួយៗវិញខាងក្រោមនេះចម្លើយជ្រើសរើសលេខ1គេដាក់ថា khejol គឺយើងអត់អានថា khejol ទេយើងអាន khejol តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាពាក្យថា khejol គឺមានន័យថារដូវឬក៏រដូវកាលចឹងណាហើយប្រសិនបើពួកយើងក្រឡេកទៅមើលពាក្យដែលនៅក្នុងប្រអប់ខាងលើនេះគឺអត់មានតាក់ទងគ្នាជាមួយនឹងរដូវកាលទេអញ្ចឹងចម្លើយទី1មិនមែនជាចម្លើយត្រឹមត្រូវទេឥឡូវយើងមកមើលចម្លើយជ្រើសលេខ2កន្លែងនេះគេសរសេរថា nashi តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាពាក្យថា nashi គឺមានន័យថាអាកាសធាតុហើយសាឡុងក៏មិនមែនជាប្រភេទដែលមានទំនាក់ទំនងជាមួយនឹងអាកាសធាតុដែរអញ្ចឹងចម្លើយលេខ2មិនមែនជាចម្លើយត្រឹមត្រូវទេតោះឥឡូវយើងមកមើលចំពោះចម្លើយលេខ3វិញកន្លែងនេះគេសរសេរថា kaku តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចា kaku គឺជាអីគេដែរអ្នកទាំងអស់គ្នាចាគឺជាគ្រឿងសង្ហារឹមអញ្ចឹងអ្នកទាំងអស់គ្នាតើសាឡុងជាប្រភេទនៃគ្រឿងសង្ហារឹមអត់ចាសាឡុងគឺជាប្រភេទនៃគ្រឿងសង្ហារឹមអញ្ចឹងចម្លើយត្រឹមត្រូវអាចនឹងចម្លើយលេខ3ត្រូវអត់ហើយដើម្បីឲ្យកាន់តែច្បាស់យើងមកមើលចម្លើយលេខ4សិនចម្លើយលេខ4កន្លែងនេះគេដាក់ថា chimi តើសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតស្វីមីគឺមានន័យយ៉ាងដូចម្ដេចអ្នកទាំងអស់គ្នាចាគឺមានន័យថាចំណងចំណូលចិត្តអញ្ចឹងចំពោះសាឡុងគឺជាប្រភេទនៃចំណងចំណូលចិត្តអត់ចាគឺមិនមែនទេអញ្ចឹងចម្លើយលេខ4មិនមែនជាចម្លើយដែលត្រឹមត្រូវទេចម្លើយដែលត្រឹមត្រូវពិតប្រាកដគឺជាចម្លើយលេខ3ហើយបន្តមកទៀតយើងចូលមកដល់លំហាត់លេខ3ដែលការណែនាំនៅក្នុងការដោះស្រាយលំហាត់គេសរសេរថា3번 다음 중 밑줄 진 부분에 맞는 문장을 고르십시오. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថាថានៅត្រង់កន្លែងនេះនឹងគឺគេបកប្រែថាខាងក្រោមជូងមានន័យថាក្នុងចំណោមមីតជឺគឺមានន័យថាបន្ទាត់ពីក្រោមឈៀនមានន័យថាដែលមានគូសពូពូនគឺមានន័យថាផ្នែកអ៊ីជាបរិវារស័ព្ទដែលមិនអាចបកប្រែបានទេម៉ាត់នឿនមានន័យថាដែលត្រឹមត្រូវមុនចាំងមានន័យថាប្រយោគថើមជូមីតជូឈៀនពូពូនីម៉ាត់នឿនមុនចាំងគឺមានន័យថាក្នុងចំណោមប្រយោគខាងក្រោមដែលមានផ្នែកគូសបន្ទាត់ពីក្រោមដែលត្រឹមត្រូវជាបរិវារស័ព្ទដែលមិនអាចបកប្រែបានទេ Kurushipsio គឺមានន័យថាចូលជ្រើសរើសដូចនេះនាំឲ្យប្រយោគពេញលេញថើមជូមីតជូឈៀនពូពូនីម៉ាត់នឿនមុន장을 고르십시오 គឺមានន័យថាចូលជ្រើសរើសក្នុងចំណោមប្រយោគខាងក្រោមដែលមានផ្នែកគូសបន្ទាត់ពីក្រោមដែលត្រឹមត្រូវចាអ្នកទាំងអស់គ្នាដើម្បីដោះស្រាយលំហាត់នេះឲ្យបានត្រឹមត្រូវជាដំបូងអ្នកទាំងអស់គ្នាត្រូវយល់អំពីការប្រើប្រាស់នៃទម្រង់វេយ្យាករណ៍ដែលមាននៅក្នុងប្រយោគនីមួយៗឲ្យបានត្រឹមត្រូវតោះដើម្បីកុំឲ្យខាត់ពេលយូរយើងមកមើលចម្លើយជ្រើសរើសទី1ទាំងអស់គ្នាដែលប្រយោគនៃចម្លើយជ្រើសរើសទី1ដែរកន្លែងនេះគេសរសេរថា 방에 옷장가 없어요. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថាផាងយើងដឹងហើយមានន័យថាបន្ទប់អេមានន័យថានៅផាងេមានន័យថានៅបន្ទប់ឬក៏នៅក្នុងបន្ទប់អូចាងមានន័យថាទូខោអាវហើយកាអបសូយ៉ូគឺមានន័យថាមិនមានដូចនេះនៅត្រង់ប្រយោគកន្លែងហ្នឹងគឺគេចង់មានន័យថានៅក្នុងបន្ទប់គឺមិនមានទូខោអាវទេឬមិនមានទូខោអាវនៅក្នុងបន្ទប់ទេប៉ុន្តែអ្នកទាំងអស់គ្នាចំពោះការអបសូយ៉ូដែលមានន័យថាមិនមានហ្នឹងគឺគេប្រើប្រាស់វាជាមួយនាមដែលមានព្យញ្ជនចុងក្រោយមិនបញ្ចប់ដោយជើងព្យញ្ជនៈហើយចំពោះកន្លែងនេះនៅអូចាងគឺមានព្យញ្ជនចុងក្រោយបញ្ចប់ដោយជើងព្យញ្ជនៈដូចនេះគេត្រូវប្រើវាជាមួយនឹងអ៊ីអបសូយ៉ូមិនមែនប្រើជាមួយនឹងការអបសូយ៉ូទេហើយ
ចម្លើយលេខ1មិនមែនជាចម្លើយដែលត្រឹមត្រូវទេតោះបន្តមកទៀតយើងចូលមកដល់ចម្លើយជ្រើសរើសលេខ2ដែលនៅក្នុងចម្លើយជ្រើសរើសលេខ2នេះដែរគេដាក់ថា 저는 농부이 아니에요. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថាឆគឺមានន័យថាខ្ញុំនៅជាបរិវារស័ព្ទដែលគេដាក់នៅពីក្រោយសព្វនាមដើម្បីបង្ហាញថាសព្វនាមនោះគឺជាប្រធានឆនឹងមានន័យថាខ្ញុំនូងប៊ូមានន័យថាកសិករហើយអ៊ីអានីអេអូគឺមានន័យថាគឺជាអញ្ចឹងនៅត្រង់ចំណុចហ្នឹងគឺគេចង់បង្ហាញអ្នកទាំងអស់គ្នាថា저는 농부이 아니에요 គឺមានន័យថាខ្ញុំគឺមិនមែនជាកសិករទេប៉ុន្តែចំពោះអ៊ីអានីអេយ៉ូដែលមានន័យថាគឺមិនមែនជានឹងគេដាក់វានៅពីក្រោយនាមមានព្យញ្ជនចុងក្រោយបញ្ចប់ដោយជើងព្យញ្ជនៈប៉ុន្តែពាក្យ농부នេះគឺមានព្យញ្ជនចុងក្រោយមិនបញ្ចប់ដោយជើងព្យញ្ជនៈនោះទេដូចនេះគេត្រូវប្រើជាមួយនឹងក៏អានីអេយ៉ូហើយចម្លើយជ្រើសរើសគឺមិនមែនជាចម្លើយដែលត្រឹមត្រូវទេហើយបន្តមកទៀតយើងមកមើលចម្លើយជ្រើសរើសលេខ3ដែលកន្លែងនេះគេដាក់ថា타라씨는 회사에 있어요 តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថាថារ៉ាគឺជាឈ្មោះតារាស៊ីមានន័យថាលោកឬក៏កញ្ញាប៉ុន្តែដោយសារតែតារាគឺជាឈ្មោះតួអង្គនៃមនុស្សប្រុសដូចនេះនាំឲ្យថារ៉ាស៊ីគឺមានន័យថាលោកតារានឹងជាបរិវារស័ព្ទមិនអាចបកប្រែបានទេគេដាក់វានៅពីក្រោយនាមបង្ហាញថានាមនោះគឺជាប្រធានភាសាគឺមានន័យថាក្រុមហ៊ុនហើយអេអ៊ីសូយ៉ូគឺមានន័យថានៅដែលគេដាក់វានៅពីក្រោយនាមដោយមិនមានលក្ខខណ្ឌថានាមនោះគឺបញ្ចប់ដោយជើងព្យញ្ជនៈឬមិនបញ្ចប់ដោយជើងព្យញ្ជនៈនោះទេមួយវិញទៀតចំពោះអេអ៊ីសូយ៉ូគឺគេប្រើប្រាស់វានៅចុងបញ្ចប់នៃប្រយោគហើយចំពោះប្រយោគនៃចម្លើយជ្រើសរើសទី3នេះវិញយើងឃើញថាអត់មានកន្លែងណាដែលខុសទេហើយចំពោះអត្ថន័យនៃប្រយោគនេះដែរគឺមានន័យថាលោកតារាគឺនៅក្រុមហ៊ុនហើយបន្តមកទៀតចម្លើយជ្រើសរើសលេខ4កន្លែងនេះគេដាក់ថា유스프는 식당에 밥을 먹어요. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យ 유스프 គឺជាឈ្មោះ 유스프 នឹងគឺជាបរិវារស័ព្ទដាក់នៅពីក្រោយនាមដើម្បីបង្ហាញថានាមនោះគឺជាប្រធាន 식당 គឺមានន័យថាភោជនីយដ្ឋានអេជាបរិវារស័ព្ទដែលបង្ហាញអំពីទីកន្លែងនាំឲ្យ 식당에 គឺមានន័យថានៅភោជនីយដ្ឋាន pub មានន័យថាបាយជាបរិវារស័ព្ទមិនអាចបកប្រែបានទេ 먹어요 គឺមានន័យថាញ៉ាំ 밥을 먹어요 គឺមានន័យថាញ៉ាំបាយហើយដោយសារតែពាក្យថាញ៉ាំបាយនឹងគឺវាតកតងទៅនឹងសកម្មភាពដូចនេះការប្រើប្រាស់ទម្រង់វេយ្យាករណ៍ A គឺមិនត្រឹមត្រូវទេគេត្រូវប្រើប្រាស់ទម្រង់វេយ្យាករណ៍ A សដែលបង្ហាញអំពីទីកន្លែងដែលមានសកម្មភាពអញ្ចឹងនាំឲ្យប្រយោគនេះគឺមិនត្រឹមត្រូវទេហើយចំពោះប្រយោគនេះដែរគឺគេចង់បានន័យថា Yusufu គឺញ៉ាំបាយនៅភោជនីយដ្ឋានហើយបន្ទាប់ពីពួកយើងបានសម្រាយជាមួយគ្នាថាតើប្រយោគណាដែលប្រើប្រាស់ទម្រង់វេយ្យាករណ៍បានយ៉ាងត្រឹមត្រូវរួចមកហើយដូចនេះចម្លើយដែលត្រឹមត្រូវគឺជាចម្លើយលេខ3ហើយបន្តមកទៀតយើងចូលមកដល់ការដោះស្រាយលំហាត់លេខ4ទាំងអស់គ្នាដែលការណែនាំគេសរសេរថា 4번 빈칸에 들어갈 가장 알맞은 것을 고르십시오 តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថាភិនខានគឺមានន័យថាចន្លោះ A គឺជាបរិវារស័ព្ទដែលបង្ហាញអំពីទីតាំងឬទីកន្លែង 들어갈 គឺមានន័យថាដែលនឹងចូលទៅ 가장 មានន័យថាជាងគេឬក៏បំផុត 알맞은 គឺមានន័យថាដែលត្រឹមត្រូវ got គឺមានន័យថាអ្វីប៉ុន្តែកន្លែងនេះគឺបកប្រែថាចំឡើយ 빈칸에 들어갈 가장 알맞은 것 ពួកយើងអាចបកប្រែឲ្យព្រោះស្ដាប់បានថាចម្លើយដែលត្រឹមត្រូវបំផុតដែលនឹងត្រូវបំពេញចូលទៅក្នុងចន្លោះហើយកន្លែងនេះជាបរិវារស័ព្ទដែលមិនអាចបកប្រែបានទេ 고르십시오 គឺមានន័យថាចូលជ្រើសរើសដូចនេះនាំឲ្យប្រយោគពេញលេង 빈칸에 들어갈 가장 알맞은 것을 고르십시오 គឺមានន័យថាចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវបំផុតដែលនឹងត្រូវបំពេញចូលទៅក្នុងចន្លោះតោះអ្នកទាំងអស់គ្នាដើម្បីដោះ
ស្រាយលំហាត់នេះបានត្រឹមត្រូវជាដំបូងអ្នកទាំងអស់គ្នាត្រូវយល់អំពីអត្ថន័យនៃប្រយោគដែលមិនទាន់ពេញលេញនេះជាមួយនឹងចម្លើយជ្រើសរើសនីមួយៗតើឥឡូវយើងមកមើលកន្លែងនេះគេសរសេរថា 머리가 너무 길어요. 내일 머리를 자르러 땡땡땡에 갈 거예요. ដែលពាក្យថា mori គឺមានន័យថាក្បាលប៉ុន្តែនៅត្រង់កន្លែងនេះគឺយើងបកប្រែថាសក់កាគឺជាបរិយាស័ព្ទដែលមិនអាចបកប្រែបានទេ nomu មានន័យថាខ្លាំងណាស់ kiroyo មានន័យថាវែងដូចនេះនៅត្រង់ចំណុចកន្លែងនេះ moriga nomu kiroyo គឺមានន័យថាសក់ខ្ញុំវែងខ្លាំងណាស់ហើយបន្តមកទៀត neil មានន័យថាថ្ងៃស្អែកឬនៅថ្ងៃស្អែក mori គឺដូចកន្លែងនេះអញ្ចឹងយើងអត់បកប្រែថាក្បាលនោះទេគឺយើងបកប្រែថាសក់ឬកន្លែងនេះជាបរិយាស័ព្ទមិនអាចបកប្រែបានទេហើយចាឬរគឺបានមកពីពាក្យដើមចាឬដាដែលមានន័យថាកាត់ចាឬរគឺមានន័យថាដើម្បីកាត់ដែលបង្ហាញអំពីគោលបំណងនាំឲ្យ neil mori ឬចាឬរគឺមានន័យថាដើម្បីកាត់សក់នៅថ្ងៃស្អែកហើយបន្ទាប់មកកន្លែងនេះគេដាក់ថាតេងតេងA កន្លែងនេះគឺជាបរិយាស័ព្ទដែលបង្ហាញអំពីទីកន្លែងចំណែកឯ Kalgoyeyo គឺបានមកពីពាក្យដើម Kada ទៅ Kalgoyeyo គឺមានន័យថានឹងទៅអញ្ចឹងអ្នកទាំងអស់គ្នានាំឲ្យប្រយោគកន្លែងនេះ Neil Mori ឬ Charuro Teng Teng E Kalgoyeyo គឺមានន័យថាខ្ញុំនឹងទៅតេងតេងតេងដើម្បីកាត់សក់នៅថ្ងៃស្អែកចាអ្នកទាំងអស់គ្នាបន្ទាប់ពីពួកយើងបានយល់អំពីអត្ថន័យនៃប្រយោគដែលមាននៅក្នុងប្រអប់រួចមកហើយដូចនេះអ្នកទាំងអស់គ្នាចំពោះកន្លែងដែលគេថាខ្ញុំនឹងទៅតេងតេងតេងដើម្បីកាត់សក់នៅថ្ងៃស្អែកនឹងអ្នកទាំងអស់គ្នាគិតថាគេនឹងទៅកន្លែងណាដែរចាគឺគេទៅហាងកាត់សក់ធ្វើសក់ហើយត្រូវអត់ព្រោះអីបើកន្លែងផ្សេងក្រៅពីហ្នឹងគឺគេអត់ធ្វើសេវាកម្មកាត់សក់ទាំងអស់ហ្នឹងទេតោះឥឡូវយើងមកមើលចម្លើយជ្រើសរើសលេខ1វិញចម្លើយជ្រើសរើសលេខ1កន្លែងនេះគេសរសេរថា coffee shop តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថា coffee shop គឺមានន័យថាហាងកាហ្វេអញ្ចឹងអ្នកទាំងអស់គ្នាគេកាត់សក់នៅហាងកាហ្វេអត់ទេអញ្ចឹងចម្លើយជ្រើសរើសលេខ1មិនមែនជាចម្លើយត្រឹមត្រូវទេបន្តមកទៀតចម្លើយជ្រើសរើសលេខ2 Peony Jam តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថា Peony Jam គឺមានន័យថាហាង24ម៉ោងអញ្ចឹងចំពោះចម្លើយជ្រើសរើសលេខ2នេះតើគេកាត់សក់នៅកន្លែងហាង24ម៉ោងមែនអត់ទេព្រោះអីដោយសារតែហាង24ម៉ោងហ្នឹងគឺគេមានលក់តែរបស់ញ៉ាំហើយនឹងរបស់ប្រើប្រាស់នៅក្នុងផ្ទះតិចតួចអីចឹងណាហើយបន្តមកទៀតចម្លើយជ្រើសរើសលេខ3ចម្លើយជ្រើសរើសលេខ3នេះកន្លែងនេះគេសរសេរថា Uche Guk តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាពាក្យថា Ucheguk គឺមានន័យថាប្រៃសណីអ្នកទាំងអស់គ្នាដែលឮថាគេកាត់សក់នៅប្រៃសណីអត់ចាគឺអត់ទេអញ្ចឹងចម្លើយលេខ3មិនមែនជាចម្លើយត្រឹមត្រូវទេហើយចម្លើយដែលនៅសល់នោះគឺជាចម្លើយលេខ4អញ្ចឹងចម្លើយនោះប្រកាសជាត្រូវហើយត្រូវអត់តោះដើម្បីឲ្យកាន់តែច្បាស់យើងមកមើលទាំងអស់គ្នាកន្លែងនេះគេសរសេរថា Myeongsil តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថាមីយ៉ងស៊ីលគឺមានន័យថាហាងកាត់សក់ធ្វើសក់អញ្ចឹងចម្លើយលេខ4គឺជាចម្លើយដែលត្រឹមត្រូវហើយសូមអ្នកទាំងអស់គ្នាកុំភ្លេចយកពាក្យមីយ៉ងស៊ីលមកបំពេញនៅត្រង់កន្លែងនេះនាំឲ្យយើងបាននេអ៊ីលម៉ូរីឬចាឬរមីយ៉ងស៊ីរេខាកូយេយ៉ូគឺមានន័យថាខ្ញុំនឹងទៅហាងកាត់សក់ធ្វើសក់ដើម្បីកាត់សក់នៅថ្ងៃស្អែកហើយបន្ទាប់ពីបញ្ចប់លំហាត់លេខ4ហើយឥឡូវយើងចូលមកដល់លំហាត់លេខ5ដែលការណែនាំគេសរសេរថា 5번 다음 글을 읽고 내용과 같은 것을 고르십시오. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថាកន្លែងនេះយើងបកប្រែថាខាងក្រោមយើងអត់បកប្រែថាបន្ទាប់ទេគឺមានន័យថាអត្ថបទជាបរិយាស័ព្ទមិនអាចបកប្រែបានទេ ilgo គឺមានន័យថាអានរួចនាំឲ្យ 다음 글을 읽고 គឺមានន័យថាអានអត្ថបទខាងក្រោមរួចបន្តមកទៀត 내용 គឺមានន័យថាខ្លឹមសារ wa 같은 គឺមានន័យថា
đại đôi kia nâng họcต่อมาទៀត God គឺមានន័យថាអ្វីតែកន្លែងនេះគឺបកប្រែថាចម្លើយ Neon Kwa Katun God គឺមានន័យថាចម្លើយដែលដូចគ្នានឹងខ្លឹមសារគឺជាបរិយាស័ព្ទដែលមិនអាចបកប្រែបានទេ 고르십시오 មានន័យថាចូលជ្រើសរើស Neon Kwa Katun God 고르십시오 គឺមានន័យថាចូលជ្រើសរើសចម្លើយដែលដូចគ្នានឹងខ្លឹមសារហើយចំពោះប្រយោគពេញលេងថើមគឺ읽고 내용과 같은 것을 고르십시오 គឺមានន័យថាចូលអានអត្ថបទខាងក្រោមរួចជ្រើសរើសចម្លើយដែលដូចគ្នានឹងខ្លឹមសារចាអ្នកទាំងអស់គ្នាដើម្បីដោះស្រាយលំហាត់នេះឲ្យបានត្រឹមត្រូវជាដំបូងអ្នកទាំងអស់គ្នាត្រូវយល់អំពីអត្ថន័យនៃអត្ថបទដែលមាននៅក្នុងប្រអប់បន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវយល់អំពីអត្ថន័យនៃចម្លើយជ្រើសរើសនីមួយៗតោះប្រយោគខាងលើនៅក្នុងអត្ថបទមួយនេះគេសរសេរថា 한국에는 한 개의 득표시와 한 개의 득표 자치시 6개의 광역시가 있습니다. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាអ្នកទាំងអស់គ្នាពិតជាអានបានល្អមែនតើចំពោះ Hanguk គឺមានន័យថាប្រទេសកូរ៉េ A គឺជាបរិយាស័ព្ទដែលបង្ហាញអំពីទីកន្លែង Nun គឺជាបរិយាស័ព្ទដែលគេដាក់វានៅពីក្រោយនាមដើម្បីបង្ហាញថានាមនោះគឺជាប្រធាន Hanguk에는 គឺមានន័យថានៅក្នុងប្រទេសកូរ៉េ Han កន្លែងនេះមានន័យថាមួយហើយគេកន្លែងនេះហ្នឹងគឺបង្ហាញអំពីចំនួន A កន្លែងនេះហ្នឹងគឺជាបរិយាស័ព្ទដែលបង្ហាញអំពីកម្មសិទ្ធិយើងអាចបកប្រែបានថានៃឬក៏របស់ Hange គឺមានន័យថាចំនួន1បន្តមកទៀត Thukpyeoshi គឺមានន័យថាទីក្រុងពិសេសដូចនេះនាំឲ្យ Hange Thukpyeoshi គឺមានន័យថាទីក្រុងពិសេសចំនួន1បន្តមកទៀតវ៉ាកន្លែងនេះមានន័យថានឹង Hange យើងដឹងហើយមានន័យថាចំនួន1ដែលបង្ហាញអំពីកម្មសិទ្ធិ득표자치시 គឺមានន័យថាទីក្រុងស្វយ័តពិសេសដូចនេះនាំឲ្យ 한개의 득표자치시 គឺមានន័យថាទីក្រុងស្វយ័តពិសេសចំនួន1បន្តមកទៀតយកសតកន្លែងនេះមានន័យថា6 KA កន្លែងនេះហ្នឹងគឺបង្ហាញអំពីចំនួនដែលជាកម្មសិទ្ធិយកសត KA គឺមានន័យថាចំនួន6ខ្វាងយកស៊ីគឺមានន័យថាចំណុះទីក្រុងឬក៏ទីក្រុងចំណុះប្រចាំតំបន់ធំនាំឲ្យយកសត KA ខ្វាងយកស៊ីគឺមានន័យថាចំណុះទីក្រុងប្រចាំតំបន់ធំចំនួន6ហើយកាអ៊ីស៊ុមនីដាគឺមានន័យថាមានដែលគេប្រើប្រាស់វានៅពីក្រោយនេះមានព្យាញ្ចចុងក្រោយមិនបញ្ចប់ដោយជើងព្យញ្ជនៈដូចនេះនាំឲ្យប្រយោគពេញលេង 한국에는 한 개의 득표시와 한 개의 득표자 치시 6개의 광역시가 있습니다 គឺមានន័យថានៅក្នុងប្រទេសកូរ៉េគឺមានទីក្រុងពិសេសចំនួន1និងទីក្រុងស្វយ័តពិសេសចំនួន1ចំណុះទីក្រុងប្រចាំតំបន់ធំចំនួន5ហើយបន្តមកទៀតប្រយោគខាងក្រោមនេះគេដាក់ថា 서울은 가장 큰 도시로 정치, 경제, 문화의 중심지입니다. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថាសូអ៊ូលគឺជាឈ្មោះនៃទីក្រុងសេអ៊ូលគឺជាបរិយាស័ព្ទមិនអាចបកប្រែបានទេដែលគេដាក់វាសម្រាប់បង្ហាញថានាមដែលនៅខាងមុខវាគឺជាប្រធានសូអ៊ូលគឺមានន័យថាទីក្រុងសេអ៊ូលបន្តមកទៀតខាចាងគឺមានន័យថាជាងគេឬក៏បំផុតខឿនគឺមានន័យថាដែលធំឬក៏ដ៏ធំថូស៊ីគឺមានន័យថាទីក្រុងថូស៊ីរ៉ូគឺមានន័យថាជាទីក្រុងនាំឲ្យយើងបាននៅត្រង់ចំណុចនេះខាចាងខឿនថូស៊ីរ៉ូគឺមានន័យថាជាទីក្រុងដ៏ធំជាងគេតោះឆងឈីគឺមានន័យថានយោបាយខ្យងជេមានន័យថាសេដ្ឋកិច្ចមូលហွာគឺមានន័យថាវប្បធម៌A គឺជាបរិយាស័ព្ទបង្ហាញអំពីកម្មសិទ្ធិបកប្រែថានៃឬក៏របស់ជួនស៊ីមជីគឺមានន័យថាតំបន់សំខាន់ឬក៏តំបន់ស្នូលអ៊ីមនីដាគឺមានន័យថាគឺជានាំឲ្យ
정치경제문화의 중심지입니다. 그 miền này tha cứ chia đồng bọn sòng khán nấy nhiều bái sẽ tự kết và bắt thọ haiประโยคเป็นเล้ง서울은 가장 큰 도시로 정치경제문화의 중심지입니다. ទីក្រុងសេអ៊ូលជាទីក្រុងដែលធំជាងគេជាតំបន់សំខាន់នៃនយោបាយសេដ្ឋកិច្ចវប្បធម៌បន្តមកទៀតចូលមកដល់ប្រយោគបន្ទាប់ដែលនៅខាងក្រោមកន្លែងនេះគេដាក់ថា 부산은 두 번째로 큰 도시로 아름다운 해변이 있어 많은 관광객이 방문합니다. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាដែលពាក្យថាភូសានគឺជាឈ្មោះនៃទីក្រុងភូសានហើយអ៊ុនកន្លែងនេះជាបរិយាស័ព្ទមិនអាចបកប្រែបានទេគេដាក់វានៅពីក្រោយនាមដើម្បីបង្ហាញថានាមនោះគឺជាប្រធានភូសាននឹងគឺមានន័យថាទីក្រុងប៊ូសានហើយធូកន្លែងនេះនឹងគឺបានមកពីពាក្យដើម tool ដែលមានន័យថា2 bonje គឺមានន័យថាទី two bonje គឺមានន័យថាទី2ហើយរកន្លែងនេះហ្នឹងគឺបង្ហាញអំពីលទ្ធផលអញ្ចឹង two bonjero ហ្នឹងគឺយើងបកប្រែថាទី2ក៏បានឬក៏លំដាប់ទី2ក៏បានដែរខឿនកន្លែងនេះមានន័យថាដ៏ធំ Toshi គឺមានន័យថាទីក្រុងរកន្លែងនេះមានន័យថាគឺជាខឿន Toshiro គឺមានន័យថាគឺជាទីក្រុងដែលធំ Arimtaun មានន័យថាដែលស្រស់ស្អាត Haepyeon គឺមានន័យថាឆ្នេរសមុទ្រ Arimtaun Haepyeon គឺមានន័យថាឆ្នេរសមុទ្រដែលស្រស់ស្អាតឬក៏ឆ្នេរសមុទ្រដ៏ស្រស់ស្អាតiso គឺបានមកពីពាក្យដើម ita ដែលមានន័យថាមានគេប្រើប្រាស់វានៅពីក្រោយនាមមានព្យញ្ជនចុងក្រោយបញ្ចប់ដោយជើងព្យញ្ជនៈហើយ iso នឹងគឺបង្ហាញអំពីហេតុផលដូចនេះនាំឲ្យប្រយោគនៅត្រង់ចំណុចកន្លែងនេះនឹង 부산은 두 번째로 큰 도시로 아름다운 해변이 있어 គឺមានន័យថាទីក្រុងប៊ូសានគឺជាទីក្រុងដែលធំទី2ហើយដោយសារតែមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតហើយបន្តមកទៀតម៉ានឿនគឺមានន័យថាដែលច្រើនខ្វាន់ខ្វាងគេគឺមានន័យថាអ្នកទេសចរប៉ុន្តែចំពោះម៉ានឿនខ្វាន់ខ្វាងគេគឺយើងបកប្រែថាអ្នកទេសចរជាច្រើនហើយកន្លែងនេះជាបរិយាស័ព្ទដែលមិនអាចបកប្រែបានទេ방문합니다គឺមានន័យថាទស្សនាប៉ុន្តែកន្លែងនេះយើងអាចបកប្រែបានថាចូលមកទស្សនាក៏បានដែរនាំឲ្យម៉ានឿនខ្វាន់ខ្វាគេ방문합니다គឺមានន័យថាមានអ្នកទេសចរជាច្រើនចូលមកទស្សនាហើយនាំឲ្យពួកយើងបានប្រយោគពេញលេញនៅត្រង់ចំណុចកន្លែងនេះនឹង 부산은 두 번째로 큰 도시로 아름다운 해변이 있어 많은 관광객이 방문합니다. គឺមានន័យថាទីក្រុងប៊ូសានគឺជាទីក្រុងដែលធំទី2ហើយដោយសារតែមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតទើបមានអ្នកទេសចរជាច្រើនចូលមកទស្សនាហើយបន្តមកទៀតយើងចូលមកដល់ប្រយោគចុងក្រោយដែលកន្លែងនេះគេសរសេរថា 인천은 국제공항과 인천항이 있는 대한민국의 관문입니다. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថា Incheon គឺជាឈ្មោះនៃទីក្រុង Incheon នៅកន្លែងនេះជាបរិយាស័ព្ទមិនអាចបកប្រែបានទេនៅខាងមុខវាគឺជាប្រធាន Incheon មានន័យថាទីក្រុង Incheon គុកជេខុងហាំងគឺមានន័យថាអាកាសយានដ្ឋានអន្តរជាតិបន្តមកទៀតខ្វះកន្លែងនេះមានន័យថានឹងហើយ Incheon Hang គឺមានន័យថាកំពង់ផែ Incheon Itneun គឺមានន័យថាដែលមាន Thehanmin국 គឺមានន័យថាសាធារណរដ្ឋកូរ៉េ국제공항과 인천항이 있는 대한민국 គឺមានន័យថាសាធារណរដ្ឋកូរ៉េដែលមានអាកាសយានដ្ឋានអន្តរជាតិនិងកំពង់ផែ Incheon ខ្វាន់មុនកន្លែងនេះហ្នឹងគឺមានន័យថាច្រកព្រំដែន Imnida គឺមានន័យថាគឺជាខ្វាន់មុន Imnida គឺមានន័យថាគឺជាច្រកព្រំដែនដូចនេះនាំឲ្យប្រយោគពេញលេញ Incheon은
국제공항과 인천항이 있는 대한민국의 관문입니다. 그មានន័យថាទីក្រុងអ៊ីនឆនគឺជាច្រកព្រំដែននៃសាធារណរដ្ឋកូរ៉េដែលមានអាកាសយានដ្ឋានអន្តរជាតិនិងកំពង់ផែអ៊ីនឆនចាអ្នកទាំងអស់គ្នាបន្ទាប់ពីពួកយើងបានយល់អំពីអត្ថន័យនៃប្រយោគនីមួយៗនៃអត្ថបទដែលមាននៅក្នុងប្រអប់បន្ទាប់មកទៀតយើងមកយល់អំពីអត្ថន័យនៃចម្លើយជ្រើសរើសនីមួយៗវិញម្ដងដែលចម្លើយជ្រើសរើសទី1កន្លែងនេះគេដាក់ថា 인천은 한국의 도시 중에서 두 번째로 큰 곳입니다. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យ 인천은 យើងដឹងហើយមានន័យថានៅទីក្រុង 인천 한국에 គឺមានន័យថានៃប្រទេសកូរ៉េ 도시 មានន័យថាទីក្រុង 중에서 មានន័យថានៅក្នុងចំណោមនាំមកយើងបាន 한국의 도시 중에서 គឺមានន័យថានៅក្នុងចំណោមទីក្រុងនៃប្រទេសកូរ៉េបន្តមកទៀត 두 번째로 គឺមានន័យថាទី2 คืนកន្លែងនេះមានន័យថាដ៏ធំ 곳 គឺមានន័យថាទីកន្លែង 입니다 គឺមានន័យថាគឺជា 두 번째로 큰 곳입니다 គឺមានន័យថាជាទីកន្លែងធំទី2នាំឲ្យប្រយោគពេញលេង 인천은 한국의 도시 중에서 두 번째로 큰 곳입니다 គឺមានន័យថាទីក្រុង 인천 គឺជាកន្លែងដែលធំទី2នៅក្នុងចំណោមទីក្រុងនៃប្រទេសកូរ៉េចាអ្នកទាំងអស់គ្នានៅត្រង់អត្ថបទនេះចំពោះទីក្រុងធំទី2ហ្នឹងគឺជាទីក្រុងប៊ូសានមិនមែនជាទីក្រុង 인천 ទេអញ្ចឹងចម្លើយជ្រើសរើសទី1មិនមែនជាចម្លើយដែលត្រឹមត្រូវទេបន្ទាប់មកទៀតចូលមកដល់ចម្លើយជ្រើសរើសលេខ2កន្លែងនេះគេដាក់ថា 한국에는 특별시와 광역시가 모두 6개입니다. ដែល 한국에서는 គឺមានន័យថានៅក្នុងប្រទេសកូរ៉េ 특별시 ទីក្រុងពិសេស វ៉ាគឺមានន័យថានឹង ខ្វាងយកស៊ីគឺមានន័យថាចំណុចទីក្រុងប្រចាំតំបន់ធំហើយ ทึกเพียวชีวะខ្វាងយកស៊ីគឺមានន័យថាទីក្រុងពិសេសនិងចំណុចទីក្រុងប្រចាំតំបន់ធំហើយការកន្លែងនេះគឺជាបរិវារស័ព្ទដែលពួកយើងមិនបកប្រែទេ Modu គឺមានន័យថាទាំងអស់ Yosot គឺមានន័យថា6គេកន្លែងនេះនឹងគឺបង្ហាញអំពីចំនួន Isumnida គឺមានន័យថាមាន Modu Yosot គេ Isumnida គឺមានន័យថាមានទាំងអស់ចំនួន6ហើយនាំឲ្យប្រយោគពេញលេញ 한국에는 특별시와 광역시가 모두 6개 있습니다 គឺមានន័យថានៅក្នុងប្រទេសកូរ៉េគឺមានទីក្រុងពិសេសនិងចំណុចទីក្រុងប្រចាំតំបន់ធំទាំងអស់ចំនួន6ចាអ្នកទាំងអស់គ្នាចំពោះនៅត្រង់ចម្លើយជ្រើសរើសទី2ហ្នឹងកន្លែងហ្នឹងគឺគេចង់មានន័យថាទីក្រុងពិសេសជាមួយនឹងចំណុចទីក្រុងប្រចាំតំបន់ធំហ្នឹងបូកចូលគ្នាទាំងអស់មានចំនួន6ត្រូវអត់ប៉ុន្តែនៅខាងលើនេះគឺគេដាក់ថាទីក្រុងពិសេសចំនួន1ហើយបន្ទាប់មកទៀតចំណុចទីក្រុងប្រចាំតំបន់ធំចំនួន6អញ្ចឹងបូកចូលគ្នាគឺ7មិនមែន6ទេអញ្ចឹងនៅត្រង់ចម្លើយជ្រើសរើសលេខ2នោះមិនមែនជាចម្លើយដែលត្រឹមត្រូវទេតោះបន្តមកទៀតយើងចូលមកដល់ចម្លើយជ្រើសរើសលេខ3ដែលកន្លែងនេះគេសរសេរថា 관광객들은 아름다운 해변을 보려고 부산을 찾습니다. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាដែលពាក្យថាខ្វាន់ខ្វាងកេកគឺមានន័យថាអ្នកទេសចរគឺបង្ហាញអំពីចំនួនដែលច្រើនកន្លែងនេះគឺជាបរិវារស័ព្ទដែលមិនអាចបកប្រែបានទេប៉ុន្តែគេដាក់វានៅពីក្រោយនាមដើម្បីបង្ហាញថានាមនោះគឺជាប្រធានខ្វាន់ខ្វាកេកទឺរឿនគឺមានន័យថាអ្នកទេសចរជាច្រើនហើយអារឹមតាអ៊ុនគឺមានន័យថាដ៏ស្រស់ស្អាត
hệ phión cứ miền này thá chne sạ mọt rừng đào hệ phión cứ miền này thá chne sạ mọt đỏ sọt sạt hạp tọ mọt tiết chỉ bờ vá sáp mình ai bỏ ra bản tề phô rìo cố cứ bàn mọt bị biệt đám phô đa đại miền này thá mờ rìo cố cứ bằng hai ông pí cô bầm nòng đôi ní cái này ní phô rìo cố cứ dân ai bỏ ra bản thá đàm bầy mờ và tọ mọt tiết phù sán cái này ní cứ chỉ mua này tì krong Busan chỉบริวารศัพท์ใดมันអាចបកប្រែបានទេឆាซึមនីដាគឺមានន័យថាស្វែងរកនាំឲ្យភរិយោកោភូសានលើឆាซึមនីដាគឺមានន័យថាស្វែងរកទីក្រុងប៊ូសានដើម្បីមើលដូចនេះនាំឲ្យប្រយោគពេញលេង관광객들은 아름다운 해변을 보려고 부산을 찾습니다. 그មានន័យថាចំពោះអ្នកទេសចរជាច្រើនវិញគឺពួកគេស្វែងរកទីក្រុងប៊ូសានដើម្បីមើលឆ្នេរសមុទ្រដ៏ស្រស់ស្អាតចាអ្នកទាំងអស់គ្នាចំពោះចម្លើយជ្រើសរើសលេខ3នេះគឺដូចជាត្រូវដែរដោយសារតែកន្លែងនេះគេដាក់ថាដោយសារតែមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតទើបមានអ្នកទេសចរជាច្រើនចូលមកទស្សនាហើយដើម្បីឲ្យកាន់តែច្បាស់ចំពោះចម្លើយលេខ3នឹងត្រឹមត្រូវឬក៏អត់យើងមកមើលចម្លើយលេខ4សិនដែលចម្លើយលេខ4កន្លែងនេះគេដាក់ថា 한국에서 가장 큰 도시인 서울은 대한민국의 관문입니다. តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះពាក្យថា 한국에서 គឺមានន័យថានៅក្នុងប្រទេសកូរ៉េ 가장 មានន័យថាជាងគេខឿនកន្លែងនេះមានន័យថាដែលធំ 도시인 គឺមានន័យថាដែលជាទីក្រុង 서울 គឺជាឈ្មោះនៃទីក្រុងសេអ៊ូលកន្លែងនេះជាបរិវរស័ព្ទដែលមិនអាចបកប្រែបានទេហើយវាបង្ហាញថានាមដែលនៅខាងមុខគឺជាប្រធានអញ្ចឹង 한국에서 가장 큰 도시인 서울 គឺមានន័យថាទីក្រុងសេអ៊ូលដែលជាទីក្រុងធំជាងគេបំផុតនៅក្នុងប្រទេសកូរ៉េបន្តមកទៀត대한민국 គឺមានន័យថាសាធារណរដ្ឋកូរ៉េកន្លែងនេះជាបរិវរស័ព្ទបង្ហាញអំពីកម្មសិទ្ធិបកប្រែថាន័យឬក៏របស់ខ្វាន់មឿនគឺមានន័យថាច្រកព្រំដែនអ៊ីមនីដាមានន័យថាគឺជា 대한민국의 관문입니다 គឺមានន័យថាគឺជាច្រកព្រំដែននៃសាធារណរដ្ឋកូរ៉េនាំឲ្យប្រយោគពេញលេង 한국에서 가장 큰 도시인 서울은 대한민국의 관문입니다 គឺមានន័យថាទីក្រុងសេអ៊ូលដែលជាទីក្រុងដ៏ធំជាងគេនៅក្នុងប្រទេសកូរ៉េគឺជាច្រកព្រំដែននៃសាធារណរដ្ឋកូរ៉េចាអ្នកទាំងអស់គ្នានៅត្រង់ចម្លើយជ្រើសលេខ4នេះណាទីក្រុងសេអ៊ូលណាមិនមែនជាច្រកព្រំដែននៃសាធារណរដ្ឋកូរ៉េនោះទេច្រកព្រំដែននៃសាធារណរដ្ឋកូរ៉េគឺទីក្រុងអ៊ីនឆុនអញ្ចឹងចម្លើយលេខ4មិនមែនជាចម្លើយដែលត្រឹមត្រូវទេហើយនាំឲ្យយើងបានចម្លើយដែលត្រឹមត្រូវនៅក្នុងចម្លើយជ្រើសរើសទាំង4នេះគឺជាចម្លើយលេខ3ចាអ្នកទាំងអស់គ្នាបន្ទាប់ពីពួកយើងបានរៀននឹងដោះស្រាយនៅលំហាត់ការអាននៃមេរៀនទី3រួចមកហើយដោយទីសូមអ្នកទាំងអស់គ្នាកុំភ្លេចអនុវត្តធ្វើវាម្ដងទៀតនៅក្នុងសៀវភៅពុម្ព EVS Topic ចំនួនថ្មីភាគ1ទំព័រទី78ឲ្យបានត្រឹមត្រូវផងហើយប្រសិនបើអ្នកទាំងអស់គ្នាមានសំណួរអ្វីតាក់ទងទៅនឹងមេរៀននៅក្នុងវីដេអូមួយនេះសូមអ្នកទាំងអស់គ្នាតាក់ទងផ្ទាល់ទៅកាន់ Telegram ជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ